Cái số đây này là cái này dân mà to người riêng bọn chỉ muốn comment một chút nơi ở trong liên lạc bây giờ hay chỉ bảo dân bạn cầm thì bị âm cho mất tái dân từ vài comment không ai bài tha dân là nó chia này kì là dân chia rụt chỉ bảo dân hiện bọn chỉ muốn group ad group ad nó cứ nằm bàiประกาศ group ต่อมายังได้ชั่วโมงยังมั้งได้ชั่วโมง group ยังมั้งITE ต่อมายังประกาศ group មួយទៀត IT staff that's staff តទៅពីយើងបង្កើត group ហើយយើងត្រូវប្រើ command មួយថា get 10 group ដើម្បី verify group របស់យើងហើយយើងដាក់ឈ្មោះ group យើងមកតមកយើង verify group staff នេះមួយទៀតអធិស្ឋានផងដោយសារពេលដែល record វីដេអូហ្នឹង make វាភ្លៀងអញ្ចឹងវាអាចនឹងលើសលេងរំខានអីតិចតិចហើយយើងដាក់ឈ្មោះ group ហ្នឹងមកដើម្បីថា verify វាអូខេឥឡូវយើង verify group យើងហើយបន្ទាប់ពីយើង verify យើងត្រូវបង្កើត user ឥឡូវយើងប្រើ command មួយថា user add ដើម្បីបង្កើត user តមកយើងដាក់ឈ្មោះបង្កើត user minor m ហើយយើងដាក់ឈ្មោះ user របស់យើងមកIT staff អូខេចាំតិចយើងវាយ command ខុស user add នេះយើងខ្វះ a មួយទៀតឥឡូវវាយសាច់មកអានេះ user staff IT staff ហើយបន្ទាប់មកយើងបង្កើត user មួយទៀត staff បន្ទាប់ពីយើងបង្កើត user នឹងហើយយើងត្រូវ assign password ឲ្យ user នីមួយៗអញ្ចឹងយើងវាយ PASWD មកតមកយើងដាក់ឈ្មោះ user របស់យើងដើម្បី assign password ទៅកាន់ user មួយហ្នឹងហើយយើងត្រូវដាក់ password ហ្នឹងយើងត្រូវដាក់ឲ្យវា strong តិចបាទនេះដោយសារតែខ្ញុំដាក់ទៅ strong អញ្ចឹងវាឲ្យយើងដាក់ម្ដងទៀត retype ឥឡូវកំពុងតែរក password មួយដែលវាអាច strong ឥឡូវយើងដាក់តបានទេដោយសារតែ password ដែលយើងដាក់នេះគឺវាអត់ strong ទេឥឡូវយើងវាយវាមកទៀតដើម្បីឲ្យវា add នៅតែដាក់ត្រូវចាំតិចហ្នឹងហើយបន្ទាប់ពីយើង assign password ទៅកាន់ user រួចហើយយើងត្រូវរៀន command ថ្មីមួយទៀតគឺបង្កើត secondary group ដែលយើងប្រើ command user mode -ag តមកយើងដាក់ ITE group របស់យើងមិញហើយយើងដាក់ IT staff តមកទៀតយើងត្រូវដាក់ secondary group មួយទៀតដែលមានឈ្មោះថាបន្តមកទៀតយើងត្រូវបង្កើត secondary group មួយទៀតដែលមានឈ្មោះថាឥឡូវយើងវាយ comment បង្កើត secondary group មួយសិន
user mode minus ag តោះមកយើងដាក់ឈ្មោះគ្រប់យើងមកដែលយើងបានបង្កើតមុនហ្នឹង staff តោះមកយើង staff ធម្មតាបន្ទាប់ពីយើងប្រើ comment ដើម្បីបង្កើត secondary គ្រប់ហ្នឹងហើយយើងត្រូវ verify វាដោយប្រើ comment id ហើយយើងដាក់ឈ្មោះ user មកឈ្មោះ user របស់យើង id ហើយ IT staff ហ្នឹងហើយបន្ទាប់ពីយើង verify IT staff ហ្នឹងហើយយើងត្រូវ verify staff មួយទៀតអញ្ចឹងយើងប្រើ comment ដែរ id ក៏ប៉ុន្តែយើងដូរឈ្មោះ user ដាក់ staff មកឥឡូវយើងបាន verify វាហើយបន្ទាប់ពីយើង verify ហើយយើងត្រូវបង្កើតក្រុមប្រើ comment មួយទៀតឈ្មោះថាក្រុម add ហើយដើម្បីដូរទៅជា primary ក្រុមយើងដាក់ឈ្មោះវាមក primary 1តមកទៀតយើងបង្កើតមួយទៀតដាក់ primary 2បន្ទាប់ពីបង្កើតគ្រប់2នឹងហើយយើងត្រូវប្រើ comment user mode minus g ហើយយើងដាក់ឈ្មោះក្រុមយើងប្រើវាដើម្បី switch ក្រុមឥឡូវយើងប្រើ user mode minus g ហើយយើងដាក់ឈ្មោះក្រុមរបស់យើងមកយើងដាក់ staff អូខេឥឡូវយើងបានដូរហើយឥឡូវយើងធ្វើការដូរ secondary group មួយទៀតprimary group មួយទៀតដាក់ IT staff អានេះ staff តែយើងត្រូវដូរមួយទៀតដាក់ IT staff user mode minus g ហើយយើងដាក់ឈ្មោះក្រុមឥឡូវយើងដាក់ IT staff ITE ច្រឡំ IT staff ITE នេះគឺជាឈ្មោះក្រុមរបស់យើងចុចមកបន្ទាប់ពីយើងប្រើដើម្បី switch user ហើយយើងត្រូវប្រើពាក្យមួយទៀតប្រើ comment មួយទៀតគឺ user mode minus ag sudo យើងប្រើវាដើម្បីឲ្យ set នឹងIT staff នឹងទៅជា root ឥឡូវយើងដាក់ comment នេះសិន user mode minus ag ហើយ sudo ប៉ុន្តែនៅក្នុងCentOS ហ្នឹងវាអាចពេលខ្លះវា support ពេលខ្លះវាអត់ support ជាមួយនឹងcomment sudo ទេយើងត្រូវតែដាក់វាវិញហើយយើងដាក់ឈ្មោះនេះមកឈ្មោះក្រុមរបស់យើងមកឈ្មោះ user ដើម្បីឲ្យវាមានសិទ្ធិទៅជា root ដាក់មួយទៀត minus ag វាហើយយើងដាក់ staff មុននឹងយើងធ្វើការ switch user ឲ្យ user ធម្មតាទៅជា root ហ្នឹងយើងត្រូវបង្កើត file មួយនៅក្នុង IT staff អញ្ចឹងមុននឹងយើងបង្កើតយើងត្រូវ switch user យើងសិនឥឡូវយើងប្រើ su minus ហើយយើងដាក់ឈ្មោះuser ដែលយើងចង់បង្កើត directory នៅក្នុងហ្នឹងតោះមកយើងត្រូវការឥឡូវយើងចូលដល់នេះយើងចូលដល់ IT staff នេះតោះមកយើងធ្វើការបង្កើត file នៅក្នុងមួយ
យើងដាក់ឈ្មោះbefore dir before dir បានន័យថា before directory តោះមកយើងធ្វើការ type វាដើម្បីបង្កើត file ឥឡូវយើងបង្កើត type ដើម្បីបង្កើត file before file ឥឡូវយើងចេះពាក្យ type ក្នុងហើយចាំតាម type before file តមកទៀតយើងធ្វើការ ls នេះតមកយើងធ្វើការ exit អីចាតពីយើង exit ហើយយើងចូលមកដល់កន្លែង root វិញហើយតមកទៀតយើងធ្វើការ login ចូលក្នុង IT staff នោះទៀត so miner ហើយយើងដាក់ឈ្មោះuser យើងមកឥឡូវយើងបាន login ចូលហើយតមកយើងបង្កើត directory មួយទៀតដែលឈ្មោះថា after dir after directory ហើយយើងធ្វើការបង្កើត file មួយទៀតដែលឈ្មោះ touch type ហ្នឹងមកដើម្បីបង្កើត file យើងដាក់ after ដែរ file បន្ទាប់ពីយើងបង្កើត file នេះហើយយើងត្រូវ ls មើលដើម្បីដឹងពីកម្មសិទ្ធិរបស់ file នេះបានន័យថា primary ហ្នឹងគឺពេលដែលយើងដូរចឹងហើយបានន័យថា file ទាំងអស់គឺស្ថិតនៅក្នុង primary កម្មសិទ្ធិណាមួយចឹងទៅបន្តមកទៀតយើងត្រូវធ្វើការបដូរកម្មសិទ្ធិ IT staff ហ្នឹងទៅជា root យើងត្រូវ exit វាសិនហើយយើងប្រើ command user mode -ag ហើយយើងប្រើ where ហើយយើងដាក់ឈ្មោះ user ចឹងមក IT staff ដល់មកយើង su minor IT ដល់មកយើងប្រើcommand មួយទៀត sudo who am I តោះមកយើងត្រូវការដាក់ password របស់ IT staff ហ្នឹងដើម្បីយើងអាចបដូរវាទៅកាន់ root បាន IT ឥឡូវយើងដាក់ who am I មកឥឡូវ IT staff យើងទៅជា root ទេបាទ